ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុង YouTube ទាំងអស់គ្នាថ្ងៃនេះមានវីដេអូថ្មី6គីឡូវ៉ាត់ខ្ញុំថតបង្ហាញហ្មងទៅហ្នឹងហើយគីឡូវ៉ាត់នេះយើងរៀបចុះក្តារមួយសាតអញ្ចឹងគាត់ទិញដោយវ៉ាន់ទេឲ្យរៀបមួយសាតឲ្យ Solar គីឡូវ៉ាត់6គីឡូវ៉ាត់ស្ពេចវា6គីឡូ off grid Solar ចូលបាន2 string ហ្នឹងគេដាក់2 link ហ្នឹងហើយភ្លើង Solar 120V ទៅ450Vចឹង Solar យើងត2 link នេះ2 link បាទ link ទី1 link ទី2មួយ link បាន6ផ្ទាំងទៅបានហើយដាក់ទៅ6ផ្ទាំងមក500Wជាង6យើងអាចតបានពី10 slug ហើយ decenter យើង2ផ្សេងគ្នាហ្នឹងហើយចឹងអានេះ Solar ទី1អានេះ Solar ទី2នេះ Solar ទី2យើងអត់បញ្ចូលទេបិទវាចោលទៅនេះអាគុយបើមានអាគុយក៏បានអត់អាគុយក៏បានម៉ាស៊ីននេះវាមានមុខងារអត់អាគុយហើយយើងបញ្ចូលភ្លើងរត់ជាមួយនឹងSolar សុតហ្នឹងហើយយើងចង់បញ្ចូលក៏បានអត់ក៏បានយើងបិទភ្លើងរត់ទៅក៏នៅតែមានភ្លើងដែរនេះហើយនេះ ATS ដោយសារភ្ញៀវកំង ATS គាត់ថាពេលណាអត់ចង់ប្រើម៉ាស៊ីនអញ្ចឹងចង់ប្រើភ្លើងរត់សុតថ្ងៃកម្មវិធីអីចឹងគាត់បិទតានេះមកវាវាយមកភ្លើងរត់ហើយចាំខ្ញុំបិទបាទខ្ញុំបិទមកវាវាយមកភ្លើងរត់ហើយគេអត់ចឹងចេញប្រើចេញភ្លើងរត់ចង់ប្រើ Solar យើងបើក Solar ទៅឥឡូវយើងបើក Solar យើងប្រើ counter meter Wi-Fi មើលតាមទូរស័ព្ទដៃបានអញ្ចឹងវាម៉ោងវា countdown នេះ30វិនាទីបានបើកភ្លើងណានេះបើភ្លើង Solar មានអក្សរ A ភ្លឺអានេះភ្លើងរត់ឥឡូវវា countdown សិន19 18អញ្ចឹងអានេះគីឡូភ្លើងយើងមើលគីឡូភ្លើងបានណាហើយ connect ទៅទូរស័ព្ទដៃបានហើយ inverter ក៏បូកគីឡូឲ្យដែរនិយាយទៅគីឡូពី3តង់អានេះបញ្ជាបិទធម្មតាក៏បានបិទតាហ្នឹងទៅអា ATS នេះវាយទៅភ្លើងរត់ហើយគាត់ចង់បានអញ្ចឹងអាហ្នឹងជាងរៀបអញ្ចឹងឲ្យហ្នឹងហើយគេអត់អញ្ចឹងឥឡូវហ្នឹងវាយមក Solar មានភ្លើងអក្សរ A ភ្លឺនេះmeter យើងបើកភ្លើងនេះ 230V ហ្នឹងអញ្ចឹង A មានភ្លើង B មានភ្លើងវាយមក A ATS ហ្នឹងហើយចំណែកនេះជើងបជាជើងអីទេមិនបាច់ឆ្ងល់ទេអានេះគឺប៉ុងជើងបជាទេបើអត់ប៉ុងអាហ្នឹង ATS វាអត់វាយទេអានេះភ្លើងរត់ចូលអាលើ Solar អាក្រោមចេញប្រើចាំបដោះខ្សែឲ្យគាត់ហើយ Wi-Fi connect តាមទូរស័ព្ទដៃ connect ទៅ Wi-Fi ផ្ទះមើលទិន្នន័យ Solar មកប្រហែលអីប្រហែលខ្ជិលមកមើលអេក្រង់មើលតាមទូរស័ព្ទដៃក៏បានដែរនិយាយទៅ technology ថ្មីមានទាំងអស់ហើយនិយាយទៅប្រព័ន្ធ Solar ថ្មីវាមានគ្រប់គ្រឿងហើយអស់ហើយមានប៉ុណ្្នឹងហើយត Solar មកតអគុយទៅបានប្រើបាទមានតែប៉ុណ្្នឹងហើយបាទសូមអរគុណ